សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតែតាមដានស្ថានភាពនៃធម្មពលរបស់កម្ពុជាហើយជាពិសេសការផ្គត់ផ្គង់ឧស្ម័ននិងប្រេងឥន្ធនៈនៅកម្ពុជាក្នុងសភាពការដែលមានចំនួននៅតំបន់មជ្ឈិមបូព៌ាហើយដាក់សម្ពាធមកប្រទេសទាំងអស់លើពិភពលោកក្នុងតំបន់ហើយជាពិសេសប្រទេសកម្ពុជាយើងខ្ញុំបានធ្លាប់រាយការណ៍ជូនបងប្អូនប្រជាពលរដ្ឋពីមុនមកថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតគឺកំពុងតែតាមដានហើយដាក់វិធានការជាបន្តបន្ទាប់ដើម្បីធានាទី1យើងមានធម៌ពលអគ្គិសនីគ្រប់គ្រាន់ទី2ខិតខំចូលរួមចំណែកអស់លទ្ធភាពដើម្បីបន្ធូរបន្ថយតម្លៃប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈនេះដើម្បីកាត់បន្ថយផលប៉ះពាល់ឲ្យបានជាអតិបរមាជូនដល់បងប្អូនប្រជាពលរដ្ឋនិងសេដ្ឋកិច្ចកម្ពុជាហើយខ្ញុំក៏បានជម្រាបជូនពីខាងដើមថានៅពេលដែលសភាពការមកដល់ពីដំណាក់មួយទៅដំណាក់មួយរាជរដ្ឋាភិបាលកម្ពុជាមានសេចក្តីក្លាហានគ្រប់គ្រាន់ដើម្បីនឹងយកការពិតមកជម្រាបជូនបងប្អូនប្រជាពលរដ្ឋដោយគ្មានការលាក់បាំងអីទេវិធានការ2ត្រូវបានធ្វើរួចហើយទី1គឺអគ្គិសនីកម្ពុជាដែលជាជំទល់ដ៏រឹងមាំរបស់វិស័យថាមពលរបស់យើងត្រូវឈរជើងរឹងមាំមានន័យថាការផ្គត់ផ្គង់មិនខ្វះហើយថ្លៃមិនឲ្យឡើងទោះបីជាអគ្គិសនីកម្ពុជាត្រូវរងសម្ពាធថ្លៃមានន័យថាថ្លៃដើមនៃការផលិតបានកើនឡើងយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាតាមការបញ្ជារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតគឺឲ្យអគ្គិសនីកម្ពុជាផ្គត់ផ្គង់ដដែលថ្លៃដដែលហើយមិនឡើងថ្លៃបញ្ហានេះបាននឹងកំពុងអនុវត្តរួចហើយបញ្ហាទី2នៅក្នុងស្លាបនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈវិធានការ2ត្រូវបានដាក់វិធានការទី1គឺធ្វើម៉េចខិតខំដើម្បីឲ្យមានប្រភពយើងនៅតែអាចនាំចូលឧស្ម័ននិងប្រេងឥន្ធនៈដើម្បីបម្រើសេដ្ឋកិច្ចនិងសង្គមកម្ពុជាពិតហើយក្នុងសភាពការដ៏លំបាកនេះគឺបើប្រៀបធៀបជាមួយនឹងមុនវិបត្តិប្រទេសកម្ពុជាយើងក៏ដូចជាប្រទេសនានាក្នុងពិភពលោកមានការលំបាកក្នុងការទទួលបាននៅបរិមាណដែលខ្លួនចង់បានមិនថាប្រេងសាំងមិនថាប្រេងម៉ាស៊ុតមិនថាប្រេងចក្រយន្តហោះឬមួយក៏ឧស្ម័ន LPG នោះទេកម្ពុជាយើងដោយសារការប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការធ្វើកិច្ចការជាមួយក្រុមហ៊ុននាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈរបស់កម្ពុជាឧទាហរណ៍ដូចជាក្រុមហ៊ុនអាមេរិក Caltex ដូចជាក្រុមហ៊ុនបារាំង Total ហើយនឹងដៃគូដទៃទៀតទាំងក្នុងនិងក្រៅប្រទេសគឺមកទល់ពេលនេះថ្មីត្បិតតែមានការតានតឹងជាងមុនចំនួននៅមជ្ឈិមបូព៌ាប៉ុន្តែកម្ពុជាយើងនៅតែមានប្រេងឥន្ធនៈគ្រប់ប្រភេទដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចយើងដូច្នេះបញ្ហានេះគឺបានធ្វើមួយកម្រិតដោយសាររដ្ឋាភិបាលកំពុងតែធ្វើការមានន័យថាក្រសួងរាយរដ្ឋាភិបាលក្រសួងពាណិជ្ជកម្មក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលធ្វើកិច្ចការទាំងយប់និងថ្ងៃដើម្បីធានាប្រភពកុំឲ្យវាអត់មានចូលក្នុងប្រទេសយើងបញ្ហាថ្លៃរាជរដ្ឋាភិបាលបានបន្តដាក់វិធានការដកពន្ធនិងអាករគ្រប់ប្រភេទទាំងអស់ដើម្បីទី1សម្រួលកុំឲ្យថ្លៃបុកទៅរកប្រជាពលរដ្ឋ 100% អញ្ចឹងរដ្ឋាភិបាលបានកាត់ពន្ធកាត់អាករជាច្រើនប្រភេទដើម្បីធ្វើឲ្យថ្លៃនេះមានផលប៉ះពាល់តិចបំផុតតាមតែអាចធ្វើទៅបានដល់បងប្អូនប្រជាពលរដ្ឋនិងក៏កំពុងតែបានអនុវត្តហើយទី2រាជរដ្ឋាភិបាលក៏បានដកអាករនិងពន្ធមួយចំនួនទៀតដើម្បីសម្រួលដល់អ្នកនាំប្រេងចូលពីព្រោះបើសិនជាចំណាយថ្លៃដើមរបស់គាត់ខ្ពស់ហើយយើងអត់ជួយទៀតអ្នកនាំប្រេងអ្នកនាំឧស្ម័ននឹងឈប់នាំចូលទៀតដូច្នេះវិធានការនេះក៏កំពុងតែបានធ្វើជាបន្តបន្ទាប់រួចហើយស្ថានភាពចុងក្រោយយើងខ្ញុំមកទល់ពេលនេះអាចរាយការណ៍ជូនបងប្អូនប្រជាពលរដ្ឋថាប្រេងចក្រយន្តហោះប្រេងសាំងប្រេងម៉ាស៊ុតគឺយើងនៅតែបន្តទិញបានដើម្បីផ្គត់ផ្គង់ទោះបីជាមានការតឹងតែងជាងមុនក៏ដោយនៅមានអំពីឧស្ម័ន LPG ឧស្ម័ននេះត្រូវបានប្រើប្រាស់សម្រាប់ឧស្សាហកម្មដូចជាផលិតកំប៉ុងដូចជាយកទៅចម្អិនតាមបណ្ដាភោជនីយដ្ឋានធំដូចជាយកមកចាក់តាក់ស៊ីឬមួយក៏ធ្វើជាឥន្ធនៈសម្រាប់រថតុកជាដើមឬក៏ចម្អិនអាហារតាមផ្ទះឧស្ម័ននេះគឺមានការចង្អៀតតឹងជាងគេថ្មីត្បិតតែដូច្នេះក៏ដោយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងរាយរដ្ឋាភិបាលកំពុងតែធ្វើការជាមួយបណ្ដាប្រទេសក្នុងអាស៊ានដែលជាដៃគូនិងក្រៅដើម្បីខំរកប្រភពជាមួយនឹងក្រុមហ៊ុនធំដែលនាំចូលនិងចែកចាយឧស្ម័ន LPG នៅកម្ពុជាសប្តាហ៍ថ្ងៃនេះយើងមានក្រុមហ៊ុន7ដែលនាំចូលឧស្ម័ន LPG នេះក្នុងចំណោមក្រុមហ៊ុន7នេះគឺនៅតែបន្តនាំចូល LPG ជាបន្តបន្ទាប់មកកម្ពុជាសម្រាប់ខែមីនានិងខែមេសាខាងមុខមានការបញ្ជាទិញយកមកដល់ហើយក្នុងស្តុកមានការដែលកំពុងដឹកជញ្ជូនជាបន្តបន្ទាប់និងមានការដែលទើបតែដាក់បញ្ជាទិញថ្មីហើយនឹងខំស្វះស្វែងរកប្រភពថ្មីបន្ថែមទៀតថ្មីនេះក្រុមហ៊ុនស៊ូគីមិចបានប្រកាសថាក្រុមហ៊ុនប្រហែលជាគ្មានលទ្ធភាពដើម្បីផ្គត់ផ្គង់អតិថិជនរបស់ខ្លួនចាប់ពីខែ
មេសាគឺថ្ងៃទី1ខែមេសាឆ្នាំ2026ខាងមុខប្រសិនបើក្រុមហ៊ុនមិនអាចរកប្រភពបន្ថែមមកបានទៀតចំណុចនេះយើងខ្ញុំក៏កំពុងតែតាមដានការវិវត្តនេះដែរប៉ុន្តែសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋថាក្រុមហ៊ុន Suikemek ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង7ហើយក្រុមហ៊ុន Suikemek ផ្គត់ផ្គង់ទីផ្សារអូស្មန် LPG នេះប្រមាណតែ3%ប៉ុណ្ណោះនៅក្នុងទីផ្សារសរុបដូច្នេះមានន័យថាប្រសិនបើក្រុមហ៊ុន Suikemek មិនអាចផ្គត់ផ្គង់ចាប់ពីខែ4ទៅហើយមិនអាចរកប្រភពបន្ថែមយើងក៏នៅមានប្រភពមួយចំនួនធំទៀតដែលយើងអាចផ្គត់ផ្គង់ជូនប្រទេសយើងបានសូមបងប្អូនកុំទាន់ឲ្យមានការព្រួយបារម្ភភ័យស្លន់ស្លោនៅក្នុងស្ថានភាពនេះយើងខ្ញុំសូមអំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នាក្នុងការជួយប្រើប្រាស់និងសន្សំសំចៃប្រេងឥន្ធនៈគ្រប់ប្រភេទហើយជាពិសេសអូស្មန် LPG នេះតែម្ដងតើយើងអាចជួយយ៉ាងម៉េចបានឧទាហរណ៍តាមលំនៅឋានមួយចំនួនដែលយើងប្រើ LPG យើងអាចដូរមកជាការប្រើប្រាស់ចង្ក្រានអគ្គិសនីបានយើងខ្ញុំសូមសំណូមពរឲ្យបងប្អូនពិចារណាជួយទិញចង្ក្រានអគ្គិសនីប្រើអគ្គិសនីរបស់យើងដែលអត់ឡើងថ្លៃហើយជួយសន្សំអូស្មန် LPG ឲ្យសង្គមអញ្ចឹងប្រសិនបើយើងធ្វើដូច្នេះបានឧស្សាហកម្មមួយចំនួនធ្វើដូច្នេះបានគឺយើងអាចទុកអូស្មန်នេះ LPG ដែលលំបាកនេះយកទៅឲ្យបងប្អូនរត់តាក់ស៊ីបងប្អូនរត់តុកហើយបងប្អូនតាមភោជនីយដ្ឋានធំៗដែលគាត់អត់អាចទៅកែអីក្រៅពីប្រើហ្គាសដើម្បីចម្អិនអាហារទេចូលរួមទាំងអស់គ្នាដើម្បីឆ្លងការលំបាកប៉ុន្តែក៏មិនត្រូវមានការភ័យខ្លាចរហូតដល់ស្លន់ស្លោដែរដោយសារតែយើងនៅតែបន្តនាំអូស្មန် LPG ជាបន្តតាមរយៈក្រុមហ៊ុនផ្សេងៗបញ្ហាអគ្គិសនីក៏ដូចគ្នាអ្វីត្បិតតែអគ្គិសនីរបស់កម្ពុជាយើងមានគ្រប់គ្រាន់ថ្លៃយើងមិនឡើងប៉ុន្តែសូមឲ្យមានការប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃឧទាហរណ៍ដូចជាការដាក់ម៉ាស៊ីនត្រជាក់កុំឲ្យដាក់8ដដឺក្រេយើងដាក់ម៉ាស៊ីនត្រជាក់25 24យើងអាចមានផាសុកភាពហើយជួយសន្សំសំចៃភ្លើងអញ្ចឹងបើសិនជាយើងជួយសន្សំសំចៃភ្លើងតិចម្នាក់តាមបារោតាមផ្ទះយើងទុកភ្លើងរបស់យើងទៅជួយឧស្សាហកម្មទៅជួយផ្នែកកសិកម្មនិងផ្នែកធ្វើដំណើរដឹកជញ្ជូនដូចជាការប្រើឡាន EV ជាដើមហើយរាជរដ្ឋាភិបាលកំពុងតែធ្វើការទាំងយប់ទាំងថ្ងៃដើម្បីតាមដានការវិវត្តទៅមុខទៀតខំរកប្រភពថ្មីមកផ្គត់ផ្គង់ឲ្យកម្ពុជាហើយជាពិសេសតាមដានថ្លៃតទៅទៀតដើម្បីរកលទ្ធភាពទាំងអស់ដែលអាចធ្វើទៅបានដើម្បីជួយចូលរួមចំណែកក្នុងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនិងសេដ្ឋកិច្ចយើងទៅមុខសូមអរគុណ